ខ្ញុំសូមណែនាំជូនបងប្អូនបានស្គាល់នៅរុក្ខជាតិមួយប្រភេទស្ទើរតែផុតពូជនៅកម្ពុជាតែមានវត្តមានច្រើនជាងគេនៅស្រុកកោះធំខេត្តកណ្ដាលយើងនេះដើមឈើដែលកម្រនឹងស្ទើរតែផុតពូជហ្នឹងណាបងប្អូននេះហើយបាទគឺដើមឆែបងប្អូនដើមឆែមានសារៈសំខាន់មែនតើដើមវាមានអត្ថប្រយោជន៍ច្រើនមិនខុសពីដើមត្នោតប្រហែលទេបងប្អូនតែលក្ខណៈពិសេសខុសពីដើមត្នោតគឺថាដើមឆែយកទៅធ្វើម្សៅមុនដំបូងគេកាប់កង់អញ្ចឹងហើយគេយកមកជាសបកក្រាស់ៗវាចេញនៅសល់បដូរសអញ្ចឹងបន្ទាប់មកទៀតហ្នឹងគឺថាគេជាឲ្យវាទៅជាស្ដើងអញ្ចឹងដូចក្នុងរូបភាពអញ្ចឹងហើយគេយកទៅកិនហើយគេយកវាមករែងជាមួយនឹងទឹកហ្នឹងឲ្យវារងនៅបាតអាងគេហ្នឹងហើយបន្ទាប់មកគេយកអារងហ្នឹងយកទៅហាលថ្ងៃមកវាចេញបានជាសមិទ្ធផលម្សៅអញ្ចឹងហើយម្សៅហ្នឹងគឺមានអត្ថប្រយោជន៍អាចយកទៅធ្វើបង្អែមម្សៅឆែធ្វើជាលតធ្វើជាតាំងហ៊ុននិងធ្វើជាអាហារហូបចុកបានច្រើនប្រភេទមែនតើអ្វីដែលហានិភ័យជាងគេបងប្អូនអាយុវា30ទៅ40ឆ្នាំទើបអាចកាប់យកមកធ្វើម្សៅឆែនោះបាន